សួស្តីហ្វេនៗទាំងអស់គ្នាថ្ងៃនេះអាត់មីននាំយករឿងជីវិតទី2របស់រូអ៊ីមកទៀតហើយចាគឺភាគ3និងភាគ4អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅបន្តពីភាគមុនតួស្រីកំពុងបញ្ជាឲ្យអ្នកបម្រើសម្អាតនិងរៀបចំផ្ទះរបស់ខ្លួនឲ្យបានស្អាតពីព្រោះតួស្រីនឹងត្រូវរៀបការជាមួយនឹងលោកអបរាជតូចដែលត្រូវជាតួឯកប្រុសរបស់យើងឆាប់នេះខណៈពេលនោះប្អូនស្រីរបស់តួស្រីបានដើរចូលមកហើយក៏និយាយទៅកាន់តួស្រីថាហេតុអ្វីក៏ឯងហ៊ានបញ្ជាឲ្យគេចាប់យកម៉ែដោះរបស់យើងអញ្ចឹងគាត់គឺជាម៉ែដោះរបស់យើងម្ដាយរបស់យើងជាអ្នកនាំគាត់មកឯងគ្មានសិទ្ធិអីទៅចាប់ឬក៏ទៅធ្វើបាបគាត់នោះទេឯងប្រហែលណាស់ហ៊ានឲ្យអ្នកបម្រើចាប់យកគាត់ទៅលក់ទៀតតួស្រីក៏តបទៅវិញថាគេមានទោសលួចកាប់កេងថ្នាំរបស់ម្ដាយយើងវាស័ក្តិសមហើយដែលយើងធ្វើបែបនឹងដាក់គេអញ្ចឹងបើប្អូនស្រីមិនព្រមទេឯងអាចតែប្តឹងពុកបានប្អូនស្រីក៏និយាយទៅតួស្រីវិញថាគិតថាខ្ញុំខ្លាចនាងឬនាងស្មានតែបានរៀបការជាមួយនឹងលោកអបរាជតូចហើយយើងមិនហ៊ានធ្វើអីនាងមែនយើងប្រាប់ឯងចុះលោកអបរាជតូចនោះគឺជាមនុស្សអាវ៉ាសែពាលាដើរចូលតែបនស្រីនោះទេជីវិតនាងនឹងវេទនានៅពេលក្រោយនិយាយរួចហើយនាងក៏ដើរចេញទៅអ្នកបម្រើរបស់តួស្រីពេលដែលឮបែបនេះហើយក៏នាំគ្នាខ្សឹបខ្សៀវគ្នាថាមិននឹកស្មានសោះលោកអបរាជតូចគឺជាមនុស្សបែបនេះតួស្រីក៏គិតឆ្ងល់ថាហេតុអ្វីក៏ប្អូនស្រីដឹងរឿងនេះដោយតួស្រីមិនដឹងទេថាប្អូនស្រីរបស់ខ្លួនក៏នៅចាំរឿងពីជីវិតមុននោះដែរអ្នកបម្រើរបស់តួស្រីបានសួរតួស្រីថាអ្នកនាងតើអ្នកនាងនឹងរៀបការជាមួយលោកអបរាជតូចម្នាក់នោះឬតួស្រីក៏ឆ្លើយភ្លាមថាប៉ិតហើយអ្នកបម្រើក៏បន្តទៀតថាតែលោកអបរាជនោះមានកេរ្តិ៍ឈ្មោះស្អុយពេញទាំងក្រុងទៅហើយតួស្រីក៏តបវិញថាកាន់តែស្អុយយើងនឹងទទួលបានសំណងកាន់តែច្រើនតួស្រីក៏បានទៅសម្ដែងធ្វើជាយំនៅពីមុខឪពុករបស់ខ្លួនដោយរៀបរាប់ថាខ្លួនមិនចង់រៀបការជាមួយនឹងលោកអបរាជតូចនោះទេឪពុករបស់តួស្រីក៏តបទៅកូនវិញថាតែកូនព្រមទទួលលិខិតរៀបការនោះរួចទៅហើយយ៉ាងណាក៏កូនត្រូវតែរៀបការតួស្រីក៏បាននិយាយទៅទៀតថាតែលិខិតរៀបការនោះគឺជារបស់ប្អូនស្រីនោះទេតួស្រីក៏ធ្វើជាអង្វរទៀតថាកូនសុំនៅបម្រើអ្នកម៉ែមួយជីវិតបានទេអ្នកម៉ែចាស់ណាស់ហើយថែមទាំងមានជំងឺគ្មានអ្នកណាមើលថែទៀតម្ដាយចុងរបស់តួស្រីក៏និយាយថាចាំយើងឲ្យពេទ្យមកមើលថែឲ្យតួស្រីក៏ធ្វើជានិយាយបន្តទៀតថាលោកពុកកូនគ្មានទ្រព្យជាប់ខ្លួននោះទេអញ្ចឹងហើយគ្រួសាររបស់គេច្បាស់ជាមើងងាយកូនឪពុករបស់តួស្រីក៏លួងតួស្រីថាចាំពុកឲ្យថ្លៃបណ្ដាការទៅកូនទាំងអស់ហើយពុកនឹងផ្ដល់ទ្រព្យជាប់ខ្លួនទៅឲ្យកូនខ្លះធ្វើអញ្ចឹងគ្រួសាររបស់គេនឹងមិនហ៊ានមើងងាយកូននោះទេនិយាយរួចហើយឪពុកក៏បានយកទ្រព្យមកឲ្យកូនស្រីតួស្រីក៏និយាយថាកូនមិនហ៊ានទទួលទេឪពុកក៏លួងថាទទួលទៅកូនជាកូនល្អនៅក្នុងផ្ទះនេះតួស្រីក៏ព្រមទទួលយកសាច់រឿងរបស់យើងក៏កាត់មកគ្រួសាររបស់តួប្រុសវិញម្ដងតែពេលនេះលោកយាយរបស់តួប្រុសបានហៅកូនចៅមកជុំគ្នាដើម្បីនិយាយអំពីរឿងរៀបការរបស់តួប្រុសយាយរបស់តួប្រុសបាននិយាយថាគាត់បានទទួលដំណឹងហើយថាកូនស្រីរបស់គ្រួសារលាវឈ្មោះលាវរូអ៊ីព្រមរៀបការចូលគ្រួសាររបស់យើងលោកយាយក៏បន្តទៀតថាអញ្ចឹងហើយដើម្បីកុំឲ្យគ្រួសារលាវត្រូវគេសើចចំអកយើងនឹងរៀបចំបណ្ដាការកូនទាំងពីរដើម្បីសុំអ្នកនាងធំរៀបការអញ្ចឹងឆាប់នាំគ្នាទៅរៀបចំរបស់របរយកទៅបំពេញមុខគ្រួសារលាវទៅតួប្រុសក៏ប្រាប់អ្នកបម្រើថាឯងកុំភ្លេចត្រៀមខោអាវឲ្យយើងមួយឈុតផងយើងនឹងទៅមើលមុខអ្នកនាងធំគ្រួសារលាវនោះដោយផ្ទាល់សាច់រឿងក៏បានកាត់ដល់ថ្ងៃត្រូវយកបណ្ដាការកូនកំលោះរបស់ប្អូនស្រីបានយកបណ្ដាការមកមុនដែលបណ្ដាការរបស់គេមានដូចជាស្លឹកតែនិងពងមាន់ចំនួន20គ្រាប់ប្អូនស្រីរបស់តួស្រីឃើញហើយអន់ចិត្តយ៉ាងខ្លាំងហើយម្ដាយចុងរបស់ខ្លួនខឹងខ្លាំងណាស់នាងក៏ដើរចេញទៅហើយក៏និយាយទៅកាន់កូនស្រីរបស់ខ្លួនថាសុទ្ធតែជាសម្រាមទាំងអស់ពិតជាគួរឲ្យខ្មាស់គេមែនកូនស្រីក៏លួងម្ដាយថាមិនអីទេម៉ែនៅពេលនេះលំបាកបន្តិចមែនតែពេលបន្តិចទៀតគាត់នឹងក្លាយជាមន្ត្រីធំខណៈពេលនោះតួប្រុសនិងអ្នកបម្រើក៏បានយកបណ្ដាការរបស់តួស្រីមកដល់តួស្រីក៏ដើរចេញមកតួប្រុសក៏បានឃើញមុខតួស្រីជាលើកដំបូងតែម្ដងទៅហើយសាច់រឿងរបស់យើងក៏បានស្លេះនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាអេដមីនក៏សូមទោសផងប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏ចំណុចខ្វះខាតអ្វីមួយអញ្ចឹងជួបគ្នានៅវគ្គក្រោយណាអ្នកទាំងអស់គ្នាបាយបាយអរគុណច្រើនជម្រាបលា